ទនាលហេមលហាមពេលអត់មកហូបញ៉ាំសុខចិត្តទៅដល់ស្ដាមគេបាញ់ងាប់មកដៃឈឺជំងឺស្លាប់អត់ថ្នាំធ្លាប់ជួយគេដែរប៉ុន្តែគេអត់ចំណាំពេលអាយុ15ឆ្នាំដល់អង្គរវត្តឡើងដល់កពូលដល់ធូខេស្វាត់ព្រះអង្គស្ដាប់ខ្ញុំរអត់ហេតុអ្វីជីវិតខ្ញុំគឺសក់សែនសក់ពេលខាងគេមានបងប្អូនប្រុសស្រីប៉ុន្តែខ្ញុំមិនឯងខ្ញុំកើតមកធ្វើអ្វីទឹកភ្នែកលហេមលហាមបានចូលស្ដីទឹកដីអត់ចេះស្លាញ់យើងត្រូវស្រឡាញ់ទឹកដីគឺឆ្ងាយគឺវែងគេមកយកបាត់ចុកទៅដីកាច់ចាន់អាហាត់ប្តីឆ្លងទឹកឆ្លងភ្នំថ្ងៃគេមានទុកលឺមនុស្សសាច់យំថ្ងៃពុកជាប់ជុំគាត់អត់ទីក្នុងថ្ងៃបោះបាត់កានមកកូនក៏ព្រេវេទនាលហេមលហាមពេលអត់មកហូបញ៉ាំសុខចិត្តទៅដល់ស្ដាមគេបាញ់ងាប់មកដៃឈឺជំងឺស្លាប់អត់ថ្នាំធ្លាប់ជួយគេដែរប៉ុន្តែគេអត់ចំណាំពេលអាយុ15ឆ្នាំដល់អង្គរវត្តឡើងដល់កពូលដល់ធូខេស្វាត់ព្រះអង្គស្ដាប់ខ្ញុំរអត់ហេតុអ្វីជីវិតខ្ញុំគឺសក់សែនសក់ពេលខាងគេមានបងប្អូនប្រុសស្រីប៉ុន្តែខ្ញុំមិនឯងខ្ញុំកើតមកធ្វើអ្វីទឹកភ្នែកលហេមលហាមបានចូលស្ដីទឹកដីអត់ចេះស្លាញ់យើងត្រូវស្រឡាញ់ទឹកដីគឺឆ្ងាយគឺវែងគេមកយកបាត់ចុកទៅដីកាច់ចាន់អាហាត់ប្តីឆ្លងទឹកឆ្លងភ្នំថ្ងៃគេមានទុកលឺមនុស្សសាច់យំថ្ងៃពុកជាប់ជុំគាត់អត់ទីក្នុងថ្ងៃបោះបាត់កានមកកូនក៏ព្រេវេទនាលហេមលហាមពេលអត់មកហូបញ៉ាំសុខចិត្តទៅដល់ស្ដាមគេបាញ់ងាប់មកដៃឈឺជំងឺស្លាប់អត់ថ្នាំធ្លាប់ជួយគេដែរប៉ុន្តែគេអត់ចំណាំពេលអាយុ15ឆ្នាំដល់អង្គរវត្តឡើងដល់កពូលដល់ធូខេស្វាត់ព្រះអង្គស្ដាប់ខ្ញុំរអត់ហេតុអ្វីជីវិតខ្ញុំគឺសក់សែនសក់ពេលខាងគេមានបងប្អូនប្រុសស្រីប៉ុន្តែខ្ញុំមិនឯងខ្ញុំកើតមកធ្វើអ្វីទឹកភ្នែកលហេមលហាមបានចូលស្ដីទឹកដីអត់ចេះស្លាញ់យើងត្រូវស្រឡាញ់ទឹកដីគឺឆ្ងាយគឺវែងគេមកយកបាត់ចុកទៅដីកាច់ចាន់អាហាត់ប្តីឆ្លងទឹក